develop មកបង្ហាញពីការ install SQL Server 2008 SQL Server ទៅមាន version ច្រើនប៉ុន្តែហេតុអីដែលខ្ញុំលើកយក2008 វាជា series មុនឬមួយក៏ជា old version ប៉ុន្តែចង់បញ្ជាក់ថា2008 វាជា tool free ដែលអាចនិយាយថាវាស្រៀងទៅនឹង Express ដែរវាប្រើទុកទិន្នន័យបានរហូតដល់ 10G អញ្ចឹងហើយសម្រាប់ version ក្រោយមាន version 2016ឬមួយក៏ version 2019អានេះខ្ញុំអត់មាន tool ទេពីព្រោះយើងអាច install ត្រឹមលក្ខណៈ Express ប៉ុន្តែយើងអត់មានជា professional key អញ្ចឹងយើងត្រូវការទិញ license ហើយខ្ញុំអាចនិយាយថាតាម2008 Air 2នេះគឺយើងប្រើមិនអស់ផងតែ Air 2នេះគឺរបស់ Microsoft ដែលគេ release ឲ្យយើងប្រើ free អាចំណុចនោះអាចទៅអាន documentary បន្ថែមបានអញ្ចឹងយើងចាប់ផ្ដើម install ហើយនេះ file setup ហើយមុនពេល install SQL Server ឲ្យបានបើ Windows 10ឬមួយក៏ Windows 11អីហ្នឹង Windows 10 11អីហ្នឹងគឺយើងទាមទារ .NET 3.5 អញ្ចឹង install .NET 3.5 ទៅគឺវាអាច install រលូនហើយវាអត់មានបញ្ហាអីទេតែបើអត់ install តោះ install អាចទៅ install បានអញ្ចឹងហើយនេះអញ្ចឹង requirement គេមានបញ្ជាក់នៅកន្លែងនេះវាទាំងអស់អញ្ចឹងយើងអូខេមកហើយសម្រាប់ package នេះ key គេភ្ជាប់មកជាមួយអញ្ចឹងយើងនិចមកយើង accept license ទៅខំមិនបាច់តិចតមកទៀត next ហើយ install អញ្ចឹងកន្លែងនេះគឺយើងត្រូវសិក្សាស្វែងយល់ចំណុចដែលយើងត្រូវprovide មានន័យថាយើងត្រូវ set up policy ឲ្យ SQL ហ្នឹងហើយនៅលើ Windows 10ឬមួយក៏11អីហ្នឹងគឺវាអត់ទាមទារ requirement រញ៉េច្រើនទេប៉ុន្តែបើនៅលើ Windows Server គឺវាខ្ញុំពិបាក set up បន្តិចអញ្ចឹងណាខណៈខុសគ្នាបន្តិចតួចទេមិនខុសគ្នាច្រើននៅលើ Firewall នេះគឺយើងវាខណៈ running ទេអាហ្នឹងយើងអាចទៅបិទពិបាកថែមបានអញ្ចឹងអត់បញ្ហាទេហើយយើង next តមកទៀតត្រូវរើសយក SQL feature install នេះយើងគេរ៉ាយ install SQL database engine service analysis ផ្សេងហ្នឹងដែរ next នៅក្នុងនេះដែលយើងត្រូវការតែ SQL database ចឹងនិយាយថាយើងកូនគឺយើងចង់ set up database អញ្ចឹងយើងអត់មានត្រូវការអី Microsoft Sync framework អត់មានត្រូវការ book online នេះទេហើយclient tool connection នេះ report នេះក៏យើងអត់ប្រើដែរ underline នេះក៏យើងអត់ប្រើដែរអញ្ចឹងហើយ SQL connect activity នេះយើងទុកទៅអញ្ចឹងបើករណីថាឥឡូវម៉ាស៊ីនអ្នកទាំងអស់គ្នាឬមួយក៏ server អ្នកទាំងអស់គ្នានឹងធំ RAM លើពី 8G យើងអត់បាច់ស្មុគស្មាញគឺយើងអាច select ទាំងអស់អញ្ចឹងប៉ុន្តែជាទូទៅគឺយើងជ្រើសរើសយកតែកន្លែងណាដែលយើងប្រើអញ្ចឹងណាដែលយើងគិតថាយើងប្រើយើងដូច online service អីហ្នឹងគឺយើងអត់ប្រើខ្ញុំអត់ត្រូវការប្រើទេអញ្ចឹងខ្ញុំតិចតែប៉ុណ្្នេះទេហើយ next ហើយសម្រាប់ទាំងនេះគឺយើងអត់មានត្រូវការ check អីបន្ថែមទេគឺយើងនេះកន្លែងនេះចង់បញ្ជាក់ថា name instance នេះយើងអត់ចង់បាន default បើយើងអត់ចង់បាន default ដែលទៅថារៀន IT អញ្ចឹង instance នេះគឺយើង log in ទៅយើងប្រើ name របស់យើងនេះហើយ instance ហ្នឹងវាមានប្រយោជន៍ដល់ពេលណានៅក្នុង server មួយយើងអាច set up delta server ហ្នឹងលើសពីមួយអញ្ចឹងណា instance ខុសៗគ្នាអញ្ចឹងយើងអាចបង្កើត instance ទៅគឺវាចេះ separate ហើយអញ្ចឹងមកដល់ server configuration ហើយក្នុងនេះលក្ខណៈណាយើងត្រូវការ allow ឲ្យ user account ហ្នឹងប្រើអញ្ចឹងនៅក្នុងនេះយើងឲ្យ system authorization system ហ្នឹងគឺយើងassign ឲ្យគាត់ទាំងអស់ទៅហើយកន្លែងនេះគឺកន្លែងចាំបាច់សម្រាប់ creation នេះគឺយើងយក SQL Latin General នេះដើម្បីឲ្យវាស្គាល់អក្សរខ្មែរហើយជាទូទៅយើង set up នៅអញ្ចឹងវាយក default ហ្នឹងហើយមួយទៀតបើសិនជាយើងជ្រើសរើសយកប្រភេទផ្សេងគឺយើងត្រូវមើលថាយើងជ្រើសរើសហ្នឹងឲ្យវាស្គាល់ជាមួយ font Unicode អត់អញ្ចឹងដល់មកវិញគឺយើង next ហើយនេះគឺយើងចង់ set up user ដែលជា user default ជាទូទៅគេហៅ user sa អញ្ចឹង switch នេះ user sa នេះ account ហ្នឹងគឺយើងដាក់ password ឲ្យវាហើយយើងក៏អាចយើងត្រូវ add user មានន័យថានៅក្នុង computer នឹងមួយតែយើងឲ្យ user ណាដែលអាចប្រើប្រាស់ service មួយនឹងបានជាទូទៅវាមាន current user មានតែ user ដែលយើង log in ហ្នឹងអញ្ចឹងណាហើយឬមួយទៀតយើងអាច add ករណី join domain អញ្ចឹងខ្ញុំអត់និយាយទេកន្លែងនេះនិយាយថា add current user នេះមកគឺ user ដែលយើងកំពុង log in ហើយ install តែមិនហើយកន្លែងនេះអត់មាន error ទេក៏អត់មានដែរអញ្ចឹងពិសេស install ហើយយើងរងចាំ
ពេល complete យើងអាចតែ login ជាមួយនឹង instant name ហើយនឹង user សារ password របស់យើងតើវាស្គាល់អត់អូខេអញ្ចឹង set up complete successfully អត់មាន error ទេយើង close មកគេបិទផ្ទាំងនេះហើយយើងបើក actual SMS អញ្ចឹងកន្លែងនេះគឺ server ហើយជាទូទៅយើងអាចមានជា IP ឬមួយក៏ឈ្មោះ server ហើយយើងត្រូវដាក់ instance ដែលយើងបានបង្កើតមិញណាកន្លែងនេះយក database engine ហើយយើង login with user សារហើយ password ដែលយើងបានដាក់អូខេអញ្ចឹង login success យើងបង្កើត database មួយstore យ៉ាអញ្ចឹងយើងបាន database មួយអត់តាន់មាន table រៀនបង្កើត table មាននៅវីដេអូបន្ទាប់បាយ